ในក្នុងវីដេអូមុនខ្ញុំតើអនបង្ហាញគ្នាយើងខ្លះៗហើយតើតើនឹង basic ដំបូងនៃការប្រើប្រាស់កម្មវិធី C+ ដល់គ្នាយើងអញ្ចឹងណាអញ្ចឹងនៅក្នុងវីដេអូនេះយើងមកសិក្សាបន្ថែមបន្តទៀតតើតើទៅនឹង beginner សម្រាប់គ្នាយើងដែលមិនទាន់ចេះសោះពីរបៀបនៃការប្រើប្រាស់ជាមួយនឹងកម្មវិធី C+ ហ្នឹងអញ្ចឹងខ្ញុំឧទាហរណ៍ថានេះយើងចង់បានទីតម្រងណាមួយយើងយកមកគូសអញ្ចឹងអា object ដែលយើងប្រើនៅក្នុងកម្មវិធីផ្សេងហ្នឹងយើងហៅថា sub-tool នៅក្នុងកម្មវិធី C+ អញ្ចឹងតម្រងដែលយើងយកមកគូសយើងត្រូវដឹងដែរថាតើយើងចង់បានជាតម្រងអីគេខ្ញុំឧទាហរណ៍ថាយើងចង់បានជាតម្រងក្បាលមនុស្សយើងចង់គូសក្បាលមនុស្សឧទាហរណ៍អញ្ចឹងណាអញ្ចឹងក្បាលមនុស្ស start ពីតម្រងដំបូងគឺតម្រងរាង sphere តម្រងមូលហ្នឹងហើយអញ្ចឹងដើម្បីយកអាតម្រងមូលនឹងយកមកគូសតម្រងជ្រុងអីផ្សេងយកមកគូសបានអ្នកនរចូលទៅកន្លែង Lightbox ចូលទៅ Lightbox មកអញ្ចឹងកន្លែង Lightbox ហ្នឹងគឺវាមាន project នៅក្នុងហ្នឹងអញ្ចឹងវាមានតម្រងមូលតម្រងជ្រុងអីនៅក្នុងហ្នឹងគឺមានទាំងអស់អញ្ចឹងឧទាហរណ៍ខ្ញុំចង់បានក្បាលមនុស្សជាតម្រងក្បាលមនុស្សអញ្ចឹងយើងយកអាស្វែយកមកគូសយ៉ាងមួយណាក៏បានដែរខ្ញុំឧទាហរណ៍ខ្ញុំយកជាប្រភេទ default project មកយើងចុចវា2ដងទៅខ្ញុំយក node ដោយសារខ្ញុំមាន project ចាស់អញ្ចឹងដល់ពេលដែលអ្នកនរនេះចូលមកដល់កន្លែងហ្នឹងយើងអាច start ទៅ5គូសបានដែរប៉ុន្តែអាតម្រង sphere ហ្នឹងដែរអ្នកនរនេះអាចចុចយកកន្លែងនេះក៏បានដែរយើងយកនៅកន្លែង simple ប្រាស់នេះយើងយក simple ប្រាស់ហ្នឹងមកនេះខ្ញុំយកអូខេខ្ញុំយកអូខេយក switch មកតោះមកយើងគូសនៅកន្លែងនេះគូសមកយើងបានតម្រងអា sphere ហ្នឹងនេះឃើញទេហើយប្រយ័ត្ននេះយើងតិចដែរអា sphere នៅក្នុង Lightbox ហើយនឹង sphere នៅកន្លែងនេះវាខុសគ្នាបន្តិចខ្ញុំឧទាហរណ៍ឥឡូវខ្ញុំយកសារថ្មីខ្ញុំចូលកន្លែង Lightbox ហើយខ្ញុំចូល default អាហ្នឹងមកហើយយើងបាននេះអញ្ចឹងដល់ពេលយើងចូលក្នុងអានេះយើងចង់ដូរតម្រងវាយើងចង់ដូរតម្រងវាយើងគ្រាន់តែចុចនៅកន្លែងនេះកន្លែងអូខេចុចកន្លែងហ្នឹងមកអញ្ចឹងកន្លែងនេះយើងអាចដូរតម្រងរបស់វាបានយើងចូល sphere ហ្នឹងដែរប៉ុន្តែ sphere នេះវាមានលក្ខណៈ limit shape របស់វានៅក្នុងកម្មវិធីផ្សេងអាហ្នឹងគេហៅ segment ណាអូខេនេះវា limit vertex របស់វានេះអញ្ចឹងអានេះយើងអាចដូរតម្រង vertex ហ្នឹងបានអញ្ចឹងឧទាហរណ៍ខ្ញុំចង់ដូរតម្លើងមកវាទៅ5នេះខ្ញុំវាយ5ដែរទៅ5ដែរមកហើយនេះខ្ញុំវាយ5ដែរមកឧទាហរណ៍អញ្ចឹងណាអញ្ចឹងយើងអាចចុចសារថ្មីមកអាហ្នឹងវីដេអូទៅតាមហ្នឹងដែរនេះឃើញទេវីដេអូទៅតាមហ្នឹងដែរមួយទៀតបើសិនជាករណីថាអ្នកទាំងអស់នេះប្រើអានេះវិញយើងប្រើមួយនេះយើងប្រើ simple ប្រាស់នេះវិញអញ្ចឹងខ្ញុំយក switch សិនណាហើយខ្ញុំគូសសារថ្មីអញ្ចឹងបើសិនជាអ្នកទាំងអស់នេះប្រើកន្លែង simple ប្រាស់នេះវិញអានេះវាអត់តន់ចេញមកទេវាអត់តន់ចេញមកទេអញ្ចឹងអ្នកទាំងអស់នេះដាច់ខាតយើងត្រូវតែ make polymesh អាហ្នឹងយើង make polymesh អញ្ចឹងយើង make polymesh ហើយបានយើងចេញអាកន្លែងមិញអញ្ចឹងកន្លែងពីរហ្នឹងវាខុសគ្នាតែប៉ុណ្្នឹងទេអូខេឥឡូវខ្ញុំឧទាហរណ៍យកហ្នឹងវិញទៅចូលតានេះហើយខ្ញុំចូលអានេះវិញហើយអញ្ចឹងនៅពេលដែលយើងបានជាតម្រងហ្នឹងឧទាហរណ៍យើងចង់គូសជាតម្រងក្បាលមនុស្សអញ្ចឹងក្បាលមនុស្សវាគេប្រើវិធីសាស្ត្រផ្សេងគ្នាអ្នកខ្លះគេទាញច្បូតរូបហ្នឹងអញ្ចឹងឧទាហរណ៍ខ្ញុំទាញច្បូតអញ្ចឹងហ្នឹងអាធូរដែលយើងទាញច្បូតហ្នឹងគេហៅថា brush អញ្ចឹង brush នៅក្នុងកម្មវិធី Z brush វាមានច្រើនប្រភេទអញ្ចឹងអ្នកនេះចុចអក្សរ B ឬក៏ចុចកន្លែងនេះក៏បានដែរអញ្ចឹងចុចកន្លែងហ្នឹងមកវាមានជាប្រភេទ brush នេះអញ្ចឹងដើម្បីទាញអាច្បូតអីជាដើមហ្នឹងយើងយកជាប្រភេទ move អញ្ចឹងនេះខ្ញុំយក move មួយនេះមកយក move ហ្នឹងមកអញ្ចឹងយើងទៅ brick size ទំហំចង់ big នេះយើង brick size ទំហំចង់ big ហ្នឹងមកអូខេខ្ញុំយកធំតិចទៅហើយយើងព្រោះនេះឲ្យតូចតិចមកហើយខ្ញុំយកបបល់មកចំហៀងហើយយើងទាញមកតម្រងរូបមនុស្សមកនេះយើងទាញច្បូតតម្រងដូចមនុស្សនេះវាមានតម្រងចកានេះឃើញវាមានចកាវាមានក្បាលតម្រងទៅនេះអញ្ចឹងយើងទាញមកតាមតម្រងនឹងដែរមកនេះយើងធ្វើម៉េចមកសមអញ្ចឹងណាយើងបាច់ខកខ្វាយតែអាហ្នឹងយើងអាចកែរបស់វាបានតាមក្រោយទេអញ្ចឹងយើងធ្វើម៉េចមកសមចឹងទៅគឺបានហើយយើងច្បូតធ្វើម៉េចមកសមភ្នែកបើយើងមើលទៅមកសមចឹងទៅនេះឃើញទេអញ្ចឹងយើងបានជាតម្រងហ្នឹងអញ្ចឹងអានេះបានប៉ុណ្្នឹងហើយយើងចង់ធ្វើអីទៀតឧទាហរណ៍យើងចង់ទាញច្បូតកកវាអញ្ចឹងយើងទៅបង្កើតម៉ាស់យើងបង្កើតម៉ាស់ឲ្យកកយ៉ាធំពេកអានេះខ្ញុំយកតូចបន្តិចមកចង់ប៊ិចឲ្យតូចបន្តិចហើយយើងបង្កើតម៉ាស់ឲ្យកកនេះអូខេនេះនៅតែធំនេះឧទាហរណ៍អញ្ចឹងណាអញ្ចឹងយើងដូរវាហើយយើងទៅយក Cosmos មកទាញមកនេះយើងអាចទាញតម្រងកកនឹងបានហើយយើងក៏ប៉ុន្តែខ្ញុំគាត់តែឲ្យគ្នាយើងមើលទូសិនទេប៉ុន្តែបើសិនយើងទិញមែនតើយើងចំណាយពេលបន្តិចអញ្ចឹងណាបើសិនអ្នកនរគ្នា
ប្រើជាប្រភេទ drawing board អាហ្នឹងគាត់ទៅស្រួលគូទៀតគាត់ថាខ្ញុំប្រើម៉ៅបង្ហាញគ្នាយើងចឹងវាអាចនឹងពិបាកតិចប៉ុន្តែគ្នាយើងប្រើជាប្រភេទ drawing board ចឹងវាអាចនឹងស្រួលចឹងហ្នឹងចឹងខ្ញុំឧទាហរណ៍យើងបានហើយយើងបានអាហ្នឹងយើងគូកែអីហើយចឹងរបៀបនៃការ save វានៃការ save វាមានពីរទីមួយយើង save ជាប្រភេទ sub tool មកថាយើង save ជា tool អញ្ចឹងយើង save នៅកន្លែងនេះយើង save នៅកន្លែងនេះហ្នឹងយើង save ជា tool ប៉ុន្តែបើសិនយើង save ជា project យើង save ជា project យើងចូលទៅកន្លែង file ទៅយើងចូលទៅកន្លែង file យើងចូលទៅកន្លែង file ហើយយើងចុច save ទៅគឺបានហើយវានឹងនាំយើងឲ្យបង្កើតឈ្មោះបង្កើតអីបង្កើតទីតាំងយើង save នៅកន្លែងណាឯគឺបានហើយហើយហ្នឹងហើយសូមបង្ហាញគ្នាយើងប៉ុណ្្នឹងសិនទៅហើយសម្រាប់គ្នាយើងដែលមានចំណាប់អារម្មណ៍ចង់សិក្សាកម្មវិធី C+ នេះអាចតាក់ទងខ្ញុំបានណាអរគុណច្រើន